កាលពីព្រៃនាយមានព្រៃដ៏ស្រស់ស្អាតមួយជាទីសុខសាន្តរបស់សត្វជាច្រើននៅក្នុងព្រៃនោះមានសុភាទន្សាយដ៏ឆ្លាតវៃម្នាក់រស់នៅអូព្រឹកនេះអាកាសធាតុល្អណាស់ថ្ងៃមួយនាងទេវីជាក្មេងស្រីចិត្តល្អបានដើរចូលមកក្នុងព្រៃនាងបានដើរមើលព្រៃព្រឹក្សាយ៉ាងសប្បាយរីករាយទេកំពុងតែលងនឹងសម្រស់ព្រៃព្រឹក្សានាងក៏បានជួបនឹងសុភាទន្សាយជំរាបសួរបងសុភាទន្សាយជំរាបសួរនាងទេវីនាងអញ្ជើញទៅណាដែរខ្ញុំកំពុងដើររកបេះផ្លែឈើខ្លះទៅផ្ញើម៉ែពួកគេបានជជែកគ្នាលេងយ៉ាងសប្បាយរីករាយណែអ្នកទាំងពីរបានបន្តដំណើរជាមួយគ្នាហើយជជែកគ្នាលេងតាមផ្លូវអូកន្លែងនេះរាំងស្ងួតខ្លាំងណាស់ទឹកបឹងរីងអស់ហើយតោះយើងបន្តដំណើរទៅមុខទៀតឈប់សិនខ្ញុំឮសំឡេងនរណាម្នាក់កំពុងធ្ងន់នៅទីនោះមានតាក្រពើមួយក្បាលកំពុងជាប់គាំងក្រោមដើមឈើដួលរលំជួយផងលោកម្ចាស់អើយជួយយកឈើនេះចេញពីខ្លួនខ្ញុំផងអាណិតគាត់ណាស់បងទន្សាយយើងជួយគាត់ទៅប្រយ័ត្នណាសត្វក្រពើមិនចេះដឹងគុណគេទេខ្ញុំសន្យាខ្ញុំនឹងមិនធ្វើបាបអ្នកមានគុណទេខ្ញុំឃ្លាននឹងអស់កម្លាំងណាស់ខ្ញុំមិនអាចដើរចោលអ្នកកំពុងមានទុក្ខទេចាំខ្ញុំជួយនាងទេវីបានយកមែកឈើមកធ្វើជាដងជួយគាស់ឈើដែលសង្កត់លើក្រពើខំប្រឹងតិចទៀតលោកតាទីបំផុតតាក្រពើនោះក៏បានរួចផុតពីគល់ឈើដែលបានសង្កត់ពីលើខ្លួនអស់ជាច្រើនថ្ងៃមកហើយអរគុណហើយប៉ុន្តែឥឡូវខ្ញុំឃ្លានណាស់យើងចង់ស៊ីឯងជាអាហារព្រោះឯងរុញគល់ឈើនេះធ្វើឲ្យប៉ះខ្នងយើងឈឺណាស់លោកតាក្រពើខ្ញុំទៅតែជួយជីវិតលោកតាអំបញ្ញមិញទេតាច្បាប់ធម្មជាតិគឺអ្នកខ្លាំងស៊ីអ្នកខ្សោយគុណបំណាច់មិនអាចស៊ីឆ្អែតទេតែអាក្រពើកំហូចនេះមិនយុត្តិធម៌ទេណានាងខំជួយឯងតែឯងបែរជាចង់ស៊ីនាងទៅវិញពិតជារមិលគុណមែនយើងឃ្លានខ្លាំងណាស់យើងត្រូវតែស៊ីនាងឈប់សិនណានអតាក្រពើមុននឹងស៊ីនាងយើងត្រូវរកចៅក្រមកកាត់ក្តីសិនបានទៅរកអ្នកណាក៏គេថាខ្ញុំត្រូវដែរពួកគេដើរទៅក៏បានជួបនឹងសត្វក្របីព្រៃមួយក្បាលលោកតាក្របីសូមជួយកាត់ក្តីឲ្យពួកយើងផងតើមានរៀនរឿងអីឲ្យយើងជួយទៅខ្ញុំទៅតែបានជួយជីវិតលោកតាក្រពើនេះតែឥឡូវគាត់បែរជាចង់ស៊ីខ្ញុំទៅវិញសូមលោកតាក្របីជួយកាត់ក្តីឲ្យខ្ញុំផងណា
ចំណែកឯសត្វក្របីវិញទើបតែត្រូវមនុស្សវ័យរបួសផងនោះក៏និយាយថា មនុស្សគ្មានចិត្តធម៌ទេក្រពើចង់ស៊ីឯងជារឿងត្រឹមត្រូវហើយឃើញទេសត្វក្របីនេះក៏ឲ្យយើងស៊ីឯងដែរចឹងយើងមិនខុសទេ ចប់ហើយខ្ញុំគ្មានអ្នកណាជួយខ្ញុំបានទេឈប់សិននៅសល់ចៅក្រម្នាក់ទៀតគឺខ្ញុំនេះហើយឯងក៏ចង់ធ្វើចៅក្រមដែរឬតើឯងចង់ធ្វើយ៉ាងម៉េច ខ្ញុំមិនយល់សោះតាក្រពើខ្លួនធំប៉ុណ្នេះចូលក្នុងរូងតូចនោះបានយ៉ាងដូចម្ដេច គឺខ្ញុំនៅពីក្រោមគល់ឈើទេតើមិនមែនក្នុងរូងទេវើយ ខ្ញុំមិនជឿទេទាល់តែធ្វើឲ្យខ្ញុំឃើញផ្ទាល់ភ្នែកទើបខ្ញុំកាត់ក្តីបានតាក្រពើដោយចង់ស៊ីនាងទេវីពេកក៏យល់ព្រមបង្ហាញហេតុការណ៍ឡើងវិញ ចាំមើលឲ្យច្បាស់ណានេះយើងដេកបែបនេះ ហើយឈើនេះនៅត្រង់ណានាងទេវីដាក់ឈើចូលវិញមើលនាងទេវីក៏រមៀលឈើទៅដាក់លើតាក្រពើវិញដោយសភាពដើមធ្ងន់ណាស់ គឺបែបនេះហើយឥឡូវឆាប់ឲ្យខ្ញុំចេញមកខ្ញុំឃ្លានហើយ ចាំបន្តិចឥឡូវសភាពដើមគឺបែបនេះមែនទេតាក្រពើ មែនហើយតែអាទៅសាយកំហូចយើងចាញ់បោកឯងហើយ នាងទេវីពេលនេះតាក្រពើស្ថិតក្នុងសភាពដើមហើយបើនាងជួយគេទៀតគេនឹងស៊ីនាង ខ្ញុំយល់ហើយអរគុណបងទន្សាយដែលបានជួយជីវិតខ្ញុំ កុំទៅចោលខ្ញុំសុំទោសមកវិញមក សុភាទន្សាយនិងនាងទេវីក៏នាំគ្នាដើរចេញមកវិញទុកឲ្យតាក្រពើទទួលកម្មពៀរបស់ខ្លួនពួកគេបានដើរត្រឡប់មកភូមិវិញដោយសុវត្ថិភាពបងទន្សាយហ្វិតជាឆ្លាតណាស់បើគ្មានបងទេខ្ញុំប្រកាសជាស្លាប់ហើយមិនអីទេនាងទេវីយើងត្រូវចេះជួយគ្នាប៉ុន្តែត្រូវចាំថាកុំទុកចិត្តមនុស្សអាក្រក់ងាយៗពេកពេលទៅដល់ភូមិនាងទេវីបានរៀបរាប់រឿងនេះប្រាប់អ្នកភូមិអ្នកភូមិទាំងអស់កោតសរសើរប្រាជ្ញារបស់សុភាទន្សាយយ៉ាងខ្លាំងនេះជាការតបស្នងបន្តិចបន្តួចសូមបងទទួលចុះសូមអរគុណបងស្រីអរគុណឆ្ងាញ់ណាស់ឆ្ងាញ់ណាស់សុភាទន្សាយក៏លានាងទេវីត្រឡប់ទៅក្នុងព្រៃវិញយ៉ាងសប្បាយរីករាយរឿងនេះបង្រៀនយើងថាធ្វើគុណបានគុណប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នចំពោះមនុស្សអាក្រក់រឿងសុភាទន្សាយចប់តែប៉ុណ្ណេះសូមអរគុណ